ធីស្រង់ទឹកព្រះគឺជាប្រវេណីតាំងពីបុរាណកាលមកដែលដូនតាបុព្វបុរសខ្មែរបានបន្សល់ទុកមករហូតមកទល់នឹងពេលបច្ចុប្បន្នហើយពិធីស្រង់ទឹកព្រះនេះគឺតែងតែប្រារព្ធនៅក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មីដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនម្យ៉ាងវិញទៀតដើម្បីបានដោះលាងព្រះពុទ្ធរូបព្រះបដិមានិងជួយបញ្ជៀសនូវឧបទ្រពទាំងឡាយទាំងពួងដើម្បីសិរីសួស្តីនៃឆ្នាំថ្មីព្រះក្នុងផ្ទាំងរួចរូតរាំងស្រង់ព្រះក្នុងវិហារថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំគេហៅថាវិរៈឡើងស័កជាថ្ងៃនៃការគោរពដឹងគុណដូច្នេះហើយទើបពុទ្ធបរិស័ទមកសម្ដែងការដឹងគុណដល់ព្រះពុទ្ធដោយធ្វើពិធីស្រង់ព្រះលាងស្រោចដោយទឹកអប់ផ្កាភ្ញីជំរះធូលីឲ្យត្រជាក់